មកស្គាល់ប្រវត្តិអភិបាលក្រុងតូក្យូស្ត្រីដែលល្បីល្បាញក្រោមពាក្យស្លោកត្រៀមខ្លួនជានិច្ចតើស្ត្រីដែលអស្ចារ្យរូបនេះមានប្រវត្តិដែលគួរឲ្យចាប់អារម្មណ៍បែបណាខ្លះលោកស្រីកូអ៊ីកេយូរីកូជាអតីតពិធីការិនីបកប្រែភាសាអារ៉ាប់ក្លាយជាអភិបាលក្រុងតូក្យូដ៏មានភាពលេចធ្លោម្នាក់នៅជប៉ុនកើតនៅក្នុងឆ្នាំ1952នៅទីក្រុងអាស៊ីយ៉ាខេត្តហ្យូកូស្ថិតនៅក្នុងគ្រួសារដែលមានទស្សនៈធម៌ពលវិជ្ជមានលោកស្រីមានឪពុកជាអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ដុំប្រេងឆៅដែលឪពុករបស់លោកស្រីតែនិយាយជារឿយៗនៅពាក្យផ្ទាល់ខ្លួនមួយថាប្រទេសជប៉ុនជាប្រទេសដីកោះដើម្បីអាចរស់រានមានជីវិតបានការតភ្ជាប់ជាមួយពិភពលោកគឺមានសារៈសំខាន់ណាស់ចំណែកឯម្ដាយរបស់លោកស្រីជាមនុស្សម្នាក់ដែលជឿជាក់ទៅលើភាពឯករាជ្យនិងផ្លាយពីគេហើយតែនិយាយថាត្រូវត្រៀមខ្លួនជានិច្ចដើម្បីឈរជើងទាំងពីររបស់ខ្លួនឯងការធ្វើដូចអ្នកដទៃគឺជារឿងដែលគួរឲ្យធុញទ្រាន់ដោយបានធំធាត់ក្នុងបរិយាកាសទាំងនេះបានធ្វើឲ្យលោកស្រីហាក់ទទួលបានការបណ្ដុះបណ្ដាលដោយធម៌ពលពីឪពុកនិងធំធាត់ឡើងជាមួយនឹង lifestyle ជាស្ត្រីរឹងមាំនិងមានភាពឯករាជ្យតាមម្ដាយពីបឋមសិក្សាដល់អនុវិទ្យាល័យកុមារីយូរីកូបានចូលរួមយ៉ាងសកម្មក្នុងក្រុមកែរិទ្ធនារីដែលមានឈ្មោះថាត្រៀមខ្លួនជានិច្ចទីនោះបានបណ្ដុះបណ្ដាលឲ្យគិតដោយខ្លួនឯងនិងដោះស្រាយបញ្ហាគ្រប់ស្ថានភាពដោយភាពបត់បែនពាក្យស្លោកនេះនៅតែជាគោលការណ៍ដឹកនាំជីវិតរបស់លោកស្រីរហូតមកដល់សព្វថ្ងៃលោកស្រីបានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យកាន់សេកាគីងរួចបន្តទៅសាកលវិទ្យាល័យការីអូប្រទេសអេស៊ីលោកស្រីចង់រៀនភាសាអារ៉ាប់ដោយយល់ថាពិភពអារ៉ាប់មានសក្តានុពលយ៉ាងធំធេងសម្រាប់អនាគតបន្ទាប់ពីសម្រេចចិត្តលោកស្រីបានទៅប្រាប់ម្ដាយអំពីរឿងនេះម្ដាយរបស់លោកស្រីបានឆ្លើយតបភ្លាមៗថាវាជាឱកាសល្អណាស់កុំត្រឡប់មករហូតដល់រៀនចប់ដែលជាពាក្យនាំឲ្យលោកស្រីខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យផ្ដើមអាជីពដំបូងបន្ទាប់ពីត្រឡប់មកជប៉ុនវិញលោកស្រីបានចាប់ផ្ដើមអាជីពជាអ្នកបកប្រែភាសាអារ៉ាប់និងជាគ្រូបង្រៀនភាសាអារ៉ាប់ស្របពេលដែលលោកស្រីធ្វើការផ្នែកសារព័ត៌មានពិធីការិនីអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍និប៉ុនផងដែរបទពិសោធន៍នេះបានធ្វើឲ្យលោកស្រីយូរីកូស្គាល់មនុស្សជាច្រើនរហូតដល់គ្រួសាររាជវង្សជប៉ុននិងមន្ត្រីធំៗនៃប្រទេសអារ៉ាប់ទៀតផងមិនត្រឹមតែប៉ុណ្ណោះរឿងដែលគួរឲ្យចាប់អារម្មណ៍លោកស្រីយូរីកូបានជួយការពារកិត្តិយសឲ្យប្រទេសទូគីដោយជំរុញឲ្យបដូរឈ្មោះហាងត្រាំទឹកទូគីនៅជប៉ុនទាំងអស់ដោយទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លីបន្ទាប់មកបានក្លាយទៅជាអ្នកសារព័ត៌មានសេដ្ឋកិច្ចស្ត្រីដំបូងរបស់ប្រទេសជប៉ុនកំឡុងពេលសង្គ្រាមឈូងសមុទ្រលោកស្រីបានចូលរួមចំណែកចរចាជួយដោះលែងជនជាតិជប៉ុនដែលត្រូវបានចាប់មុនពេលសង្គ្រាមផ្ទុះឡើងនេះបង្ហាញថាលោកស្រីមានជំនាញក្នុងការប្រស្រ័យទាក់ទងនិងជំនាញចរចាថែមទៀតផងការចាប់ផ្ដើមនយោបាយនៅក្នុងអាយុ40ឆ្នាំលោកស្រីយូរីកូបានឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលគណៈបច្ចុប្បន្នថ្មីហើយបានជាប់ឆ្នោតជាលើកដំបូងមួយឆ្នាំក្រោយមកលោកស្រីជាប់ជាតំណាងរាស្ត្រថ្នាក់លេខ2នៅហ៊ីយ៉ូកូក្រោយមកចូលបម្រើជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងនៅក្នុងគណៈរដ្ឋមន្ត្រីហូសូកាវ៉ាការចងចាំរបស់លោកស្រីនៅអាយុ40ឆ្នាំមានតែមួយគត់គឺធ្វើការមិនចេះនឿយហត់ដើរជុំវិញប្រទេសជប៉ុននៅក្នុងឆ្នាំ2003ជារដ្ឋមន្ត្រីក្រសួងបរិស្ថានឆ្នាំ2005បានផ្លាស់ប្ដូរមកទីក្រុងតូក្យូដែលមានតួនាទីជាសភាតំណាងរាស្ត្រឆ្នាំ2006ក្នុងរដ្ឋាភិបាលលោកអាបេលោកស្រីត្រូវបានតែងតាំងជាជំនួយការនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកសន្តិសុខជាតិនៅក្នុងឆ្នាំ2007ជាស្ត្រីដំបូងដែលត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងឆ្នាំ2016ឈ្មោះជាអភិបាលក្រុងតូក្យូដែលលោកស្រីមានគោលការណ៍និងអនុវត្តនៅកំណែទម្រង់ដ៏អស្ចារ្យនៅទីក្រុងតូក្យូទីបំផុតក៏ទទួលបានការគាំទ្ររហូតដល់291លាននាក់បន្ទាប់ពីជាប់ឆ្នោតជាអភិបាលក្រុងតូក្យូរួចមកលោកស្រីបានផ្ដោតទៅលើការគ្រប់គ្រងនិងជំរុញកំណែទម្រង់ជាច្រើនដូចជាកាត់បន្ថយថ្លៃអូឡ িম্প ិកការគាំទ្រផ្នែកថែទាំកុមារការការពារសុខភាពនិងការឆ្លើយតបជំងឺ COVID-19 គោលការណ៍សំខាន់បង្កើតតូក្យូថ្មីដែលអាចរីកចម្រើនសេដ្ឋកិច្ចព្រមទាំងការពារនិងសុខុមាលភាពប្រជាជនលោកស្រីក៏ធ្លាប់ទទួលបានមេដាយកិត្តិយសនិងពានរង្វាន់ផ្សេងៗជាច្រើនទាំងជាតិនិងអន្តរជាតិទៀតផងពាក្យស្លោករបស់លោកស្រីកូអ៊ីកេយូរីកូត្រៀមខ្លួនជានិច្ចដែលលោកស្រីយកមកប្រើជាគោលការណ៍ផ្ទាល់ខ្លួនរួមជាមួយនឹងភាពក្លាហាននិងការយល់ដឹងនៃតម្លៃទំនួលខុសត្រូវគឺជាគន្លងដ៏សំខាន់នៃគំរូភាពជាអ្នកដឹកនាំដែលនាំឲ្យលោកស្រីទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ